មិនអះអាងខ្លួនឯងថាជាមនុស្សស្មោះស្នេហាគឺជីវ៉ាអះអាងថាមិនចេះក្បត់តែតាំងចិត្តខ្លួនឯងថាមិនសាងរឿងកំសត់ទីបំផុតសាច់រឿងកំសត់កើតពីស្រីមនុស្សរស់ភ្ជាប់ហេតុផលមិនដេចក៏ចាំបាច់ភូតផោពិតជាមិនយល់ពេលដឹងថាអូនមានអ្នកថ្មីបើបងមិនឃើញផ្ទាល់ភ្នែកបងក៏មិនជឿអ្នកដទៃគិតពីអ្វីទើបមានអ្នកថ្មីទាំងកំពុងមានរូបបងយើងជាសង្សារអ្នកណាក៏ដឹងហេតុអ្វីម្នាក់នឹងធ្វើជាមិនដឹងបើគ្រប់ពេលអូននៅក្បែរបងឬក៏អូនកុហកគេឬក៏គេចង់ឌឺបងប្រាប់តាមត្រង់គេដឹងថាអូនសង្សារបងទេគួរតែអូនសុំបែកបងសិនមុននឹងព្រមតាក់ទងគេបែបនេះដឹងទេគេហៅថាក្បត់ស្នេហ៍បើបងតាមមិនទាន់អូនប្រុងប្រាប់បងទេឬក៏អូននៅជាមួយគ្នាហើយទើបប្រាប់បងមិនអះអាងខ្លួនឯងថាជាមនុស្សស្មោះស្នេហាគឺជីវ៉ាអះអាងថាមិនចេះក្បត់តែតាំងចិត្តខ្លួនឯងថាមិនសាងរឿងកំសត់ទីបំផុតសាច់រឿងកំសត់កើតពីស្រីមនុស្សរស់ភ្ជាប់ហេតុផលមិនដេចក៏ចាំបាច់ភូតផោពិតជាមិនយល់ពេលដឹងថាអូនមានអ្នកថ្មីបើបងមិនឃើញផ្ទាល់ភ្នែកបងក៏មិនជឿអ្នកដទៃគិតពីអ្វីទើបមានអ្នកថ្មីទាំងកំពុងមានរូបបងយើងជាសង្សារអ្នកណាក៏ដឹងហេតុអ្វីម្នាក់នឹងធ្វើជាមិនដឹងបើគ្រប់ពេលអូននៅក្បែរបងឬក៏អូនកុហកគេឬក៏គេចង់ឌឺបងប្រាប់តាមត្រង់គេដឹងថាអូនសង្សារបងទេគួរតែអូនសុំបែកបងសិនមុននឹងព្រមតាក់ទងគេបែបនេះដឹងទេគេហៅថាក្បត់ស្នេហ៍បើបងតាមមិនទាន់អូនប្រុងប្រាប់បងទេឬក៏អូននៅជាមួយគ្នាហើយទើបប្រាប់បងយើងជាសង្សារអ្នកណាក៏ដឹងហេតុអ្វីម្នាក់នឹងធ្វើជាមិនដឹងបើគ្រប់ពេលអូននៅក្បែរបងឬក៏អូនកុហកគេឬក៏គេចង់ឌឺបងប្រាប់តាមត្រង់គេដឹងថាអូនសង្សារបងទេបើបងតាមមិនទាន់អូនប្រុងប្រាប់បងទេឬក៏អូននៅជាមួយគ្នាហើយទើបប្រាប់បងឃើញផ្ទាល់ភ្នែកនៅជាមួយគ្នាហើយ